ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនិងសមាជិករបស់ខ្ញុំនឹងមកបង្ហាញអំពីរបៀប set up MySQL database អំពី master និង slave មុននឹងយើងចាប់ផ្ដើមមើលរបៀប set up យើងគួរតែយល់អំពី concept និងរបៀបដំណើរការរបស់ master និង slave ជាមួយសិនឧទាហរណ៍សាមញ្ញមួយនៅពេលដែល user ម្នាក់ឬក៏ពីរនាក់ request ទៅកាន់ server របស់យើង server របស់យើងនឹងធ្វើការ respond ទៅកាន់ user ហ្នឹងក្នុងពេលដូចគ្នាចុះបើសិនជា user 1000នាក់ access ទៅកាន់ server របស់យើងក្នុងពេលតែមួយអញ្ចឹងដូច្នេះ server របស់យើងនឹងធ្វើការខ្លាំងដែលធ្វើឲ្យវាមានលក្ខណៈថា slow ហើយវាអាច crash ដូចគ្នាបើសិនជា server ហ្នឹងខូច user មិនអាចប្រើប្រាស់ server ហ្នឹងអាច request បានទេឧទាហរណ៍យើងមានឧទាហរណ៍សាមញ្ញយើងនៅក្នុងអាហារដ្ឋានមួយចុងភៅម្នាក់ធ្វើការទទួល order ផងធ្វើម្ហូបផងឆ្លើយសំណួរផងអ្វីគ្រប់យ៉ាងគឺគាត់ធ្វើទាំងអស់អញ្ចឹងចុងភៅម្នាក់ហ្នឹងនឹងធ្វើការជាច្រើនដូច្នេះគាត់មិនអាចដោះស្រាយបញ្ហានឹងធ្វើម្ហូបជូនដល់អតិថិជនបានក្នុងពេលតែមួយបានទេចុះបើសិនជាគាត់ស្លាប់អីចឹងទៅធ្វើឲ្យអាហារដ្ឋានហ្នឹងក៏មិនមានអ្នកចូលមកទិញដូចគ្នាដែរដូច្នេះហើយបានជាយើងត្រូវប្រើប្រាស់ master និង slave អូខេឥឡូវឧទាហរណ៍មួយទៀតនៅពេលដែលយើងចាប់ផ្ដើមប្រើប្រាស់ master និង slave ទម្រង់វាបែបនេះឧទាហរណ៍មិញយើងមាន restaurant មួយមានចុងភៅតែម្នាក់ទេហើយចុងភៅម្នាក់ហ្នឹងធ្វើការទាំងកំងផងធ្វើម្ហូបផងឆ្លើយសំណួរអតិថិជនផងអីផងអ្វីគ្រប់យ៉ាងគាត់ធ្វើទាំងអស់ចំណែកពេលយើងធ្វើជា master និង slave យើងឧទាហរណ៍ឥឡូវចុងភៅគាត់ជា master អញ្ចឹងអ្វីគាត់ទួនាទីឲ្យគាត់ធ្វើគាត់ធ្វើម្ហូបគាត់ធ្វើតែម្ហូបហើយនឹងបង្កើតរូបមន្តនេះមុខម្ហូបហ្នឹងទេហើយគាត់ទទួលកំងប៉ុណ្្នឹងគេចំណែកឯអ្នករត់តុអ្នកឆ្លើយសំណួរគឺ slave ដែលជា assistant ជាអ្នករត់តុនៅក្នុងអាហារអញ្ចឹងទួនាទីរបស់ master គឺសម្រាប់តែ write only ចំណែកឯ slave គឺប្រើសម្រាប់តែ read only ដូចគ្នាចំណែកនៅក្នុង database project របស់យើង set up ថ្ងៃនេះពួកយើងធ្វើឲ្យ master អាច select បានដូចគ្នាតែការពិតជាទូទៅនៅក្នុងtechnology ដំងmaster គឺគេប្រើសម្រាប់តែ write only អញ្ចឹងមិនថាវាអាច insert update delete ចំណែកឯ select read គឺគេ read អំពី slave ប្រើបានតែ read តែប៉ុណ្ណោះក៏ប៉ុន្តែនៅក្នុងការ set up របស់យើងគឺយើងអាចឲ្យ master select បានដូចគ្នាដោយសារតែវាគឺជាការ testing អូខេតោះមកនេះជារបៀបដែលmaster និង slave វាដំណើរការដំបូងនៅពេលដែល user insert ទិន្នន័យចូលទៅកាន់ master server នឹង save accept user insert ហ្នឹងហើយនឹង put វានៅក្នុង binary log ហើយ binary log ហ្នឹងជាកន្លែងដែលវា record ការផ្លាស់ប្ដូរនៅក្នុង master ទាំងអស់ចំណែកឯ slave ទាំងអស់ដែលយើងបង្កើតហ្នឹងនឹង read ទិន្នន័យពី binary log អញ្ចឹង binary log នឹងផ្លាស់ប្ដូរ master ផ្លាស់ប្ដូរអីនឹងដាក់ចូលទៅក្នុង binary log ហើយ slave នឹង read នឹង copy data ពី binary log ចូលទៅកាន់ខ្លួនឯងនេះគឺជារូបភាពដែលយើងប្រើដើម្បីបង្ហាញអំពីការ set up master និង slave របស់យើងនឹងប្រើប្រាស់ Docker អញ្ចឹងយើងប្រើនៅ Ubuntu ហើយយើងប្រើ Docker engine អញ្ចឹង master MySQL ឬក៏ master database ហ្នឹងវាមាន container របស់វាមួយ slave មាន container របស់វាមួយ slave 2វាមាន container របស់វាមួយហើយប្រើ port ខុសៗគ្នាក៏ហើយដោយ container ទាំង3ហ្នឹងគឺវា work together តែវាដាច់យើងដាក់វានៅក្នុង container ដាច់ពីគ្នាដោយសារតែពួកយើងប្រើនៅក្នុង Docker ដែលធ្វើឲ្យវាមានភាពងាយស្រួលអូខេតែមុននឹងយើងចាប់ផ្ដើមមើលរបៀប set up យើងគួរតែយល់អំពី keyword មួយចំនួនជាមួយសិននៅក្នុងការ set up keyword ដែលយើងគួរដឹងអំពី project មួយនេះគឺយើងគួរដឹងថាតើអ្វីទៅជា binary log វាគឺជា file មួយដែលនៅក្នុង master ដែលវាមាននៅក្នុង master database ដែលគេប្រើវាដើម្បី record គ្រប់ single chain គ្រប់ការផ្លាស់ប្ដូរទាំងអស់ដែលគេសរសេរដែលគេ write delete update នៅក្នុង master ដូច្នេះវានឹង file មួយហ្នឹងនឹង copy data ទាំងអស់របស់ master ហ្នឹងចូលទៅក្នុងខ្លួនវានេះហើយគេហៅថា binary log ឬក៏គេហៅមួយទៀតគេហៅថា bit log ពីរហ្នឹងដូចគ្នាចំណែកឯអ្វីដែលជា replication user វាគឺជា MySQL user account មួយដែល slave server ឬក៏ slave database យើងហ្នឹងប្រើវាដើម្បី connect ទៅកាន់ master គឺក្នុងគោលបំណង read binary log អញ្ចឹង
replication user វាគ្រាន់តែជា user account មួយឯងដែល slave យើងប្រើដើម្បី connect ទៅកាន់ master server ហើយដើម្បីគោលបំណង read ពី binary log របស់ master server ហ្នឹងឯងអូខេចំណែកឯserver ID អ្វីទៅជា server ID វាគ្រាន់តែជាគ្រប់ MySQL server ទាំងអស់ត្រូវតែមាន unique ID number ឧទាហរណ៍ master ប្រើ server ID លេខ1ចំណែក slave ទី1ប្រើ server ID លេខ2 slave ទី2ប្រើ server ID ទី3យើងត្រូវទៅដាក់ server ID ឲ្យបែប unique ហើយកុំឲ្យជាន់គ្នាវាធ្វើឲ្យយើងមានភាពងាយស្រួលក្នុងការចំណាំក្នុងការនៅក្នុង replication setup ក្នុងការ setup របស់វាអូខេចំណែកឯចំណុចទីចុងក្រោយសំណួរចុងក្រោយគឺតើអ្វីទៅជា binary log position binary log position វាគឺជា pointer ដែលប្រាប់ slave ថាទៅ copy នៅកន្លែងណានៅក្នុង binary log ដោយសារតែ binary log របស់ master វាមានច្រើនអញ្ចឹងវាមានដូចជា 0.001 0.002 អញ្ចឹងក្នុងអា binary log មួយវាមាន position អញ្ចឹងដើម្បីឲ្យ slave នឹងទៅ copy គ្រប់ការផ្លាស់ប្ដូររបស់ master បាននៅក្នុង binary log វាតើតែយើងស្គាល់អំពី position អញ្ចឹងយើងឲ្យតែយើងដឹងអំពី binary log position យើងអាចទៅយកslave អាចទៅ read គ្រប់ binary log របស់ master បានអូខេបន្ទាប់មក requirement ដែលយើងប្រើប្រាស់ក្នុងការ set up របស់ project របស់យើងគឺមាន Ubuntu ហើយនឹង Docker desktop ក៏បាន Docker engine ក៏បាន basic command មួយចំនួនដែលយើងគួរតែចេះសម្រាប់អ្នកមិនស្គាល់សោះនៅក្នុង Ubuntu យើងប្រើប្រាស់ cd ក្នុងគោលបំណង change directory ចំណែកយើងប្រើ nano ក្នុងគោលបំណងសរសេរ code ឬក៏សរសេរ script មួយចំនួនរបស់ MySQL នៅក្នុង file មួយហ្នឹងដើម្បី save វាបាននៅក្នុងពេលយើងចូល nano យើងសរសេរ script ហើយយើងគ្រាន់តែ control O គឺវា save ហើយបន្ទាប់មកយើង press enter ហើយយើង control X គឺវាចេញពី nano ហ្នឹងហើយអូខេចំណែកឯ mkdir ក្នុងគឺ mkdir យើងប្រើវាក្នុងគោលបំណងបង្កើតនៅ directory អូខេ cd គ្រាន់តែ change directory ទៅមួយហើយ mkdir គឺក្នុងគោលបំណងបង្កើត directory ឬក៏បង្កើត folder ចំណែកឯ touch មានគោលបំណងបង្កើត file mkdir បង្កើត folder touch បង្កើត file cat គឺដើម្បី read file ចំណែកឯ command ដែលយើងប្រើប្រាស់នៅក្នុង Docker គឺមានដូចជា docker compose app.d មានន័យថាយើង run នេះ container បានន័យថាគ្រប់ទិន្នន័យទាំងអស់គ្រប់ container ដែលយើងបែងចែកនេះមាន container master container slave container slave 2គឺនៅពេលដែលយើង run command មួយនេះដូចជា command docker compose app.d run container ទៅ3នេះនឹង run ទាំងអស់ចំណែក docker ps គឺយើងបង្ហាញអំពី list container តែ container ណាខ្លះដែលកំពុងតែ running ចំណែកឯ command ទី3 docker compose down មានន័យថាយើង remove container ហ្នឹងបន្ទាប់ពីយើងធ្វើការចាប់យើងបន្ទាប់ពីយើង run ចាប់យើងធ្វើការចាប់លើ container ហ្នឹងយើងអាច remove container ហ្នឹងចោលដោយប្រើ compose docker compose down ចំណែកពេលដែលយើងឃើញ docker compose exit .it មានន័យថាយើងកំពុងតែ remote ទៅកាន់ container នៃ A1 បើសិនជាដោយសារតែ script ហ្នឹងវែងដោយសារតែយើងមាន script ខុសៗគ្នាដូចគ្នាតែឲ្យតែយើងចំណាំមើលថាឲ្យតែឃើញ script ចាប់ផ្ដើមពី docker compose exit it មានន័យថាយើងកំពុងតែ remote ទៅកាន់ container មួយហ្នឹងចូលទៅកាន់ container មួយហ្នឹងអូខេអញ្ចឹងយើងចាប់ផ្ដើមចូលទៅការមើលរបៀប set up master និង slave ជាបន្តទៀតសូមអរគុណដើម្បីទី1ដើម្បី prepare នៅ folder structure របស់ MySQL replication ទី1គឺយើងត្រូវ make folder ដែលវា contain នៅ3 file ធំៗទី1គឺដូចយើងឃើញកន្លែងខាងស្ដាំនេះគឺទី1គឺ master ទី2គឺ slave ទី3គឺ docker compose .xml ពេលយើង list មកយើងឃើញថា yes ហើយនេះគឺយើងនៅពេលដែលយើងបង្កើតហើយយើង cd វាទៅកាន់ MySQL replication ហើយយើង list ទៅយើងឃើញថាវាមាននៅ docker compose xml master slave ដែលក្នុងពួកហ្នឹងគឺអត់មាន data អីទាំងអស់ដោយបន្ទាប់មកយើងត្រូវការបង្កើត step 1របស់យើងគឺត្រូវការបង្កើតនៅ create បង្កើតនៅ docker compose .xml ដែលក្នុងហ្នឹងគឺយើងត្រូវការបង្កើតនៅ switch 2ទី1គឺMySQL master ទី2គឺ MySQL slave ដែលនៅក្នុង MySQL master គឺយើងត្រូវមាន image មួយដែលវាចាប់យកនៅ MySQL 8.0 ដែលវាបានមកពីDocker Hub ហើយទី2គឺយើងបង្កើតនៅ container name មួយដែលឈ្មោះថា MySQL master ហើយទី2គឺទី3គឺយើងត្រូវបង្កើតនៅ password មួយដែលយើងដាក់វានៅក្នុង environment ដែលមានឈ្មោះថាដែលមាន password ថាroot pass
ហើយទី4គឺយើងត្រូវប្រាប់ make sure ថាបង្កើត value មួយដែលប្រាប់ make sure ថានៅពេលដែលគាត់នៅពេលដែល make sure ទៅការ config ទៅការរក config គឺអាចទៅនៅក្នុង replication config ដែលយើងដាក់ my.config my config ដាក់ចូលទៅក្នុង replication .config ដែល my my.config ហ្នឹងវាបានមកពីណាគឺយើងបានយើងបង្កើតនៅក្នុង master ហើយ slow ហ្នឹងហើយនេះគឺមានន័យថានៅពេលដែល data ទាំងអស់របស់ slow មានការរបៀបថានៅពេលដែលdata ទាំងអស់ដែលមាននៅក្នុង slow មានការដាក់ឬក៏ insert ឬក៏ delete អីគឺវាផ្ទុកនៅក្នុង master ដែលមាននៅក្នុង for lib ហ្នឹងហើយនេះគឺជា port អាគៀននេះគឺមិនបានយើងមានដល់3306ហើយចិត្តហើយ3306ទៀត3306ខាងឆ្វេងគឺសម្រាប់កុំព្យូទ័រឬក៏សម្រាប់ master របស់យើងដើម្បីទាញយកទិន្នន័យចេញពី3306ដែលជា port សម្រាប់ MySQL default port សម្រាប់របស់ MySQL ហើយនេះគឺជា network replication ដែលយើងប្រើដើម្បីសម្រាប់ connect ជាមួយគ្នាហើយនេះគឺជា MySQL slow របស់យើងគឺដូចគ្នាគឺយើងប្រើនៅ image MySQL 8.0 ដូចគ្នាដែលមានន័យថាវានឹងយកMySQL ជា database របស់យើងហើយទី2គឺ container name ដែលយើងដាក់វាថាជា MySQL slow ហើយទី3គឺយើងdepend on អញ្ចឹងមានថា slow គឺតែងតែ depend on my master អញ្ចឹងយើងដាក់ depend on MySQL master ហើយបន្ទាប់មកគឺយើងបង្កើតនៅ environment មួយដែលវា contain នៅ password របស់ root របស់យើងឈ្មោះថា root password ឬក៏ password សម្រាប់ slow របស់យើងហ្នឹងដែលនេះគឺដូចគ្នាគឺ value របស់យើងគឺ slow ពួក config របស់ slow គឺត្រូវបានដាក់ចូលនៅក្នុង config replication .config ដែលមាននៅក្នុង MySQL របស់យើងហ្នឹងហើយ slow data គឺយើង store នៅក្នុង MySQL ដែលមាននៅក្នុង volume ដូចគ្នាតែការ save របស់ពីរនេះគឺ save របស់មួយនេះហើយនឹងមួយនេះគឺមានលក្ខណៈមានទីតាំងតែមួយប៉ុនកន្លែងផ្សេងគ្នាយល់ file ផ្សេងគ្នាហើយនេះគឺជា port នេះមានន័យថាម៉េចកន្លែងនេះគឺមានន័យថា3307នេះគឺជាslow មានន័យថា slow គឺវាចាប់យក data ចេញពី MySQL នៅក្នុង port 3306ហេតុអីបានពីរនេះមានលក្ខណៈខុសគ្នាព្រោះដោយសារតែកុំព្យូទ័រមួយគឺអាចប្រើ port មួយដើម្បីទៅចាប់ access ឲ្យមួយអញ្ចឹងវាថាកន្លែងនេះគឺយើងយក port មួយដែលមានmaster គឺយក port 3306ដើម្បីចាប់យក MySQL default MySQL data ហើយមួយទៀតគឺslow របស់យើងគឺយក3307ដើម្បីចាប់យកនៅ connect ទៅ MySQL ហើយនេះគឺដូចគ្នាគឺប្រើ network replication network ដូចគ្នាហើយនេះគឺ volume master data ហើយនឹង save data គឺយើងប្រើអញ្ចឹងមានថានៅពេលដែលអញ្ចឹងមានថានៅពេលដែលយើងបិទឬក៏បិទកុំព្យូទ័រអីចឹងមានន័យថា slow ពួក data ដែលមាននៅក្នុង master ហើយនឹង slow គឺ save គឺអត់មានការ delete ទេគឺយើងគឺវា store នៅក្នុង server របស់ MySQL ដែលមាននៅក្នុង container របស់យើងហើយនេះគឺដូចគ្នាគឺមានន័យថា network replication network ដែលមាន driver មួយដែលឈ្មោះថា Bright now let's put it in the our file wait what the frick is it oh waitនេះគឺយើងចាប់ផ្ដើមទៅsave វាចូលទៅក្នុង compose okayដូចយើងឃើញចឹងនេះគឺយើងបានសរសេរទិន្នន័យអស់ចូលទៅក្នុងអ្វីដែលយើងនិយាយមិញនៅក្នុង Docker Compose របស់យើងដើម្បីឲ្យវា execute នៅពេលក្រោយអានេះយើងចាប់ផ្ដើម step 2គឺយើងត្រូវការ config នៅ master របស់យើងដែល config របស់យើងត្រូវការ config នៅលើ
my ចុច config ដែលមាននៅក្នុង master របស់យើងហើយយើងគួរតែទៅ masterចុច wait I so តើអាពួកនេះគឺជាអីអានេះគឺជា MySQL D នេះគឺយើងដាក់ទៅដើម្បីប្រាប់ថា MySQL យើងត្រូវការ execute វាគឺជា MySQL server មួយដែលយើងត្រូវការ execute ទាំងអស់នេះដែលទី1គឺមានត្រូវយើង contain នៅ server ID ដែលមានស្មើ1ទី2 log bin ដែលមានឈ្មោះថា MySQL bin ទី3គឺ bin log format អញ្ចឹងថានៅពេល format ដែលយើងទទួលបានពី bin គឺជា row ហើយទី3គឺ binary address ស្មើ0.0 0.0 មានន័យថានៅពេលដែលគេមានន័យថាអាចឲ្យគេ access កុំព្យូទ័រផ្សេងអាច access យើងបាននៅពេលដែលយើងអាចប្រើ IP នៅពេលដែលគេស្គាល់ IP របស់យើងឬក៏ស្គាល់ IP ហើយនឹងប្រើ network តែមួយយើងអូខេហើយទី3គឺយើងចាប់ផ្ដើមត្រូវការ config នៅ slave របស់យើងដែលមាននៅក្នុងដែលមាននៅក្នុងslave របស់យើងឥឡូវយើងត្រូវការ cd ទៅ slave វិញហើយ nanos so អាកន្លែងនេះគឺមានថាម៉េចចាំមានថាកន្លែងនេះគឺយើងត្រូវការដូចគ្នាគឺយើងត្រូវដាក់ MySQL D ធម្មតាហើយបន្ទាប់មកគឺយើងត្រូវការ server ID ស្មើ2យើងត្រូវធ្វើម៉េចដាក់ម៉េចឲ្យវាផ្សេងពី server ID ដែលមាននៅក្នុង master របស់យើងដែលយើងបានប្រើហើយនេះគឺ read only មានថា read only ហើយនឹង support read only មានថាយើងប្រើវាដើម្បី make sure ថា slave របស់យើងគឺអាចតា read ទេគឺអត់មានសិទ្ធិក្នុងការ insert ឬក៏ delete ឬក៏ធ្វើអីក្រៅពី select ពី master នៃ database របស់យើងបានទេហើយនេះគឺជា relay log អញ្ចឹងមានថាមានថាម៉េចអាកន្លែងនេះមានថានៅពេលណែនៅពេលណែ master change អញ្ចឹងមានថាslave របស់យើងចាប់យកនៅ data ចេញពីដែលមាននៅក្នុងចាប់យក data ហើយដាក់ចូលនៅក្នុង relay log ហើយបន្ទាប់ដល់យើងចាប់ផ្ដើមអាច start server នេះប៉ុន្តែយើងមុនយើង start យើងត្រូវការទៅ main container main file របស់យើងមានឈ្មោះថា MySQL replication ហើយយើងឃើញហើយនៅក្នុងនេះវាមាន compose នៅ3 file របស់យើងហ្នឹង3 file folder របស់យើងហ្នឹងដែលហើយបន្ទាប់មកយើងអាច step យើងអាច work នៅលើ step 4របស់យើងបានហើយដែលយើង start container ដែលប្រើ docker របស់យើងគឺ docker compose app-d cho ថា docker MySQL slave របស់យើងគឺបាន start ហើយ master របស់យើងក៏បាន start ដែរយើងអាចឆែកមើលបានដោយប្រើនេះក៏បានដោយប្រើ docker ps យើងឃើញថា9 second វា up 9 second ហើយគឺឈ្មោះថា MySQL slave ហើយនិង MySQL master របស់យើងហ្នឹងហើយឥឡូវយើងអាច test connection របស់ MySQL ហើយនិង slave របស់យើងយើង test នេះគឺយើង test ថាតើនៅក្នុងតែយើងអាច access master យើងអាច access MySQL របស់ master បានអត់ឥឡូវគឺយើងដោយប្រើ MySQL dash hash នេះគឺជា host របស់យើង127wait អានេះគឺជា MySQL យើងអាចប្រើ command នេះដើម្បីconnect ដើម្បី test នៅ connection របស់ MySQL របស់ master MySQL របស់ master បានតែមុននេះយើងមិនបានខ្ញុំកន្លែងនេះអានេះគឺជា host របស់យើងហើយយើងខ្ញុំយក 127.0.01 ហ្នឹងគឺមូលហេតុដែលយើងប្រើយកអាហ្នឹងដោយសារតែអានេះគឺជា local host របស់យើង local របស់យើងគឺ IPA យើងនិយាយថា local របស់យើងគឺ 127.0.0.1 ចឹងថាយើងត្រូវការ IP ហ្នឹងដើម្បី IP ឬក៏ host ហ្នឹងដើម្បី work ជាមួយទៅនឹងMySQL របស់យើង 0.0.1 ដាក់ piece អានេះគឺជា port របស់យើងដែល port របស់យើងគឺយក 3306 ដែលយើងបាន set វានៅលើនេះគឺ port របស់ master របស់យើងគឺ 3306 ហើយ port របស់ slave របស់យើងគឺ 3307 make sure ថាចាំអាហ្នឹងផង
3306 ហើយ dash u root dash dash នេះ root នេះគឺជា user របស់យើងគឺឈ្មោះថា root ហើយនេះគឺជា password នេះ .p នេះគឺ p ទូចនេះគឺសម្រាប់ password របស់យើងគឺ root pass ដែលយើងដឹងថា root pass ហ្នឹងមកពីណា root pass របស់យើងគឺមាននៅខាងលើនេះគឺនេះគឺយើង set ថា MySQL របស់យើង MySQL master របស់យើងគឺមាន password root pass ហើយសម្រាប់ master MySQL save របស់យើងក៏មាន root pass ដូចគ្នាក៏មានpassword root pass ដូចគ្នាកន្លែងហ្នឹងគឺយើង set ខុសគ្នាក៏បានដែរគ្រាន់តែនេះខ្ញុំងាយស្រួលក្នុងការចាំបើខ្ញុំដាក់អញ្ចឹងទៅ so wait okay here យើងឃើញថាយើងអាច access ចូលក្នុង MySQL master បាន MySQL master របស់យើងបានហើយហើយយើងអាច exit វាបានហើយយើងអាច test ជាមួយនឹង MySQL slave របស់យើងបានដូចគ្នាគឺអានេះគឺ MySQL អានេះគឺយើងប្រើនៅក្នុង localhost 127.0.0.1 ហើយនេះគឺ port របស់យើង 33.07 ហើយខ្ញុំប្រាប់មិញថា 3307 គឺជា port ដែលយើងបាន set នៅក្នុង MySQL slave របស់យើងគឺ 3307 អានេះគឺជា password របស់យើងគឺអានេះបើសិនបើយើងដូរទៅដូរកន្លែងនេះបន្ទាប់ពី p dash p នេះគឺសម្រាប់ password ដែលចាប់យក password អញ្ចឹងអាចកតុយកន្លែងនេះគឺប៉ុណ្នេះគឺមានន័យថាគឺជា password របស់យើងឃើញថាឥឡូវយើងអាចចូលក្នុង MySQL របស់slave បានហើយគឺយើងអញ្ចឹងមានថាអាហ្នឹងវា work ហើយអូខេឥឡូវយើងអាចចាប់ផ្ដើមនៅឥឡូវយើងចាប់ផ្ដើមនៅ start នៅ step 6របស់យើងគឺ set up replication ដែលកន្លែងនេះគឺយើងចាប់ផ្ដើមmake sure យើងបង្កើតនៅ replication មួយដែលអាចឲ្យដែលវា copy everything ពី master យើងតែម្ដងដែលវាមាន privilege ទាំងអស់ដូចយើងឃើញអញ្ចឹងដោយ step ទី1គឺយើងបង្កើតនៅ replication user មួយដែលប្រើ query នេះដោយប្រើ create user នៅឈ្មោះថា replicate add ភាគរយដែលវា identify ជាមួយទៅនឹង password REPLPAS ដែលហេតុអីមកកន្លែងនេះយើងត្រូវការ MySQL native word password មូលហេតុយើងត្រូវការហ្នឹងដោយសារតែdefault របស់ MySQL 8.0 វាត្រូវការនៅវាត្រូវការ use នៅ SL ឬក៏ TLS ហ្មងអញ្ចឹងមានថាហើយអញ្ចឹងនៅពេលដែលយើង access យើងត្រូវការប្រើហ្នឹងតែបើសិនបើក្នុង Docker របស់យើងវិញគឺវាអត់ប្រើហ្នឹងទេអញ្ចឹងវាអាចខុសនៅបញ្ហាបើសិនបើយើង run វាអត់មានអាហ្នឹងអញ្ចឹងដាក់ហ្នឹងទៅដើម្បីmake sureថាMySQL យើងគឺអត់ប្រើនៅ SL ឬ TLS ហ្នឹងទេអញ្ចឹងយើង start វាបានដោយប្រើ command នេះគឺនេះថាវា work ធម្មតាក៏នេះគ្រាន់ជាដោយសារអានេះវាមានបញ្ហានេះគ្រាន់តែជា warning ទេដោយសារតែយើងដាក់ password របស់យើង direct ជាមួយនឹងcommand line របស់យើងហ្មងអញ្ចឹងវាមានបញ្ហាហ្នឹងហើយមួយទៀតហេតុអីបើយើងទៅសេអញ្ចឹងជាធម្មតាបើសិនមកក្នុង MySQL ពេលយើងទៅសេគឺយើងគ្រាន់តែទៅសេទៅធំ create user មកហ្មងបើយើងទៅសេនៅក្នុង Docker អញ្ចឹងបើយើងសេ Docker execute IT injection ហ្នឹងទេមិនបានយើងសេអញ្ចឹងព្រោះដោយសារតែយើង MySQL យើងគឺយើងអត់មាន run ក្នុង local របស់យើងទេគឺយើង run នៅក្នុង container របស់ Docker អញ្ចឹងយើងត្រូវការ execute Docker មួយសិនដើម្បីឲ្យវា execute Docker សិនដើម្បីអាច access ទៅកាន់ MySQL ដែលមាននៅក្នុង Docker របស់យើងអូខេឥឡូវយើងបានហើយឥឡូវយើង work អញ្ចឹងហើយឥឡូវយើងចាប់ផ្ដើមយើងទៅមើលនៅ master setup របស់យើងអូខេហើយនេះគឺជា master setup របស់យើងឥឡូវយើងចាប់ផ្ដើមមុន run នេះយើងត្រូវការ stop slave របស់យើងសិនព្រោះឯសារបើយើងអត់ stop slave ទេវាអាចមាននៅ conflict កើតមានឡើងអូខេឥឡូវ slave យើងគឺបាន stop ហើយឥឡូវយើងចាប់ផ្ដើម change ពួកនេះគឺយើងចាប់ផ្ដើម connect slave ជាមួយនឹង master របស់យើងវិញអូខេអានេះគឺយើង change វាហើយទៅតាម person របស់យើងត្រូវការ change ទៅតាមនៅ master របស់យើង master របស់យើង person របស់វាគឺ28ចេញ change ទៅ28វិញហើយ file របស់យើងប្រភេទ file របស់ទុកទិន្នន័យរបស់ master របស់យើងគឺ MySQL bin 0.8យើងត្រូវបដូរទៅ8ដូចគ្នាហើយនេះគឺជា password របស់យើង master យើងហើយនេះគឺជាឈ្មោះរបស់ replication របស់ replication របស់យើងហើយនេះគឺជា host របស់យើងគឺ MySQL master
អូខេហើយវងហើយឥឡូវយើងចាប់ផ្ដើមstart slow របស់យើងវិញអូខេឥឡូវ slow របស់យើង start ហើយឥឡូវយើងចាប់ផ្ដើមslow slow មើល slow setter របស់យើងថាវា work ឬក៏មានបញ្ហាអីអត់ឃើញថា slow របស់យើងគឺឃើញថា slow របស់យើងគឺ work ហើយគឺវាកំពុងតែវា running ទាំងពីរ input output គឺ running ហើយ actual របស់វាក៏ running ដូចគ្នាគឺ just ទាំងពីរអញ្ចឹងមិនសួរថាពីរហ្នឹងគឺ just ទាំងពីរបើវាមាន no ឬក៏ negative គឺមានបញ្ហារបស់យើងហើយឥឡូវយើងអូខេឥឡូវចាប់ផ្ដើមនៅ test ទី7 step ទី7របស់យើងគឺចាប់ផ្ដើម test នៅ master របស់យើងឥឡូវយើងប្រើ query នេះដើម្បី test so ឥឡូវ query របស់យើងឥឡូវខ្ញុំយល់ជើងថាហេតុអីបានយើងប្រើ query ហ្នឹងអានេះ query នេះដែលយើងខ្ញុំមកប្រាប់ពីដំបូងថាយើងកំពុងប្រើ MySQL នៅក្នុង Docker អញ្ចឹងអាកន្លែងនេះគឺយើង execute Docker សិនដើម្បី execute គឺយើង access ចូល MySQL តាម Docker សិនហើយយើងចាប់ផ្ដើមប្រើ query ដើម្បី work ជាមួយហ្នឹងដែលយើងនេះគឺយើងបង្កើត database មួយឈ្មោះថា TestDB ហើយយើង use វាទៅហើយយើងចាប់ផ្ដើម create table មួយដែលវាមាន ID auto increment ហើយវាជា primary key ហើយមួយទៀតគឺ name របស់យើងយក varchar 50ហើយយើង insert into user យើងវាថាយើង insert តំណែងចូលក្នុង user នឹងសិនឥឡូវយើងឆែកមើលរបស់យើងថាវា work អត់ឃើញថារបស់យើងមាន user មួយឈ្មោះថាមាន table មួយឈ្មោះថា user I select from user from the can be work no so យើងអាចប្រើ command នេះវិញដើម្បី work វា use test db is select from user okay this one is the right one អូខេយើងឃើញថានៅពេលយើង insert ទៅយើងឃើញថារបស់យើងមាននៅ2 user ទី1គឺ Alice ទី2គឺ Bob ព្រោះឯសារយើងបាន insert នៅ2 value ទី1គឺ Alice ហើយនិង Bob នៅក្នុង master ហ្នឹងឥឡូវយើងចាប់ផ្ដើម test លើ slow របស់យើងម្ដងដែលយើងប្រើ command line នេះគឺយើងមិនសួរថាកន្លែងនេះគឺ ចូល master គឺកន្លែងនេះដាក់ MySQL master ដល់ slow គឺយើងដាក់ MySQL slow yep okay យើងឃើញថា slow របស់យើងគឺ access ទៅមានទិន្នន័យដូចនឹង master របស់យើងឥឡូវយើងសាក access ថាបើសិនមកជាធម្មតាគឺ slow គឺអត់មានសិទ្ធិក្នុងការរាយចូលទៅក្នុង database ទេតែឥឡូវយើងសាករាយ insert into database ថាវា work ឬអត់យើងថាវា give warning ព្រោះឯសារតែអីដោយសារតែMySQL របស់យើងគឺប្រើនៅ support read only អញ្ចឹងវាគឺអត់អាចមានសិទ្ធិក្នុងការ insert បានទេអញ្ចឹងវាថា MySQL slow របស់យើងគឺ work ហើយwait ទុកណាឥឡូវចាប់ផ្ដើមដោយសារតែឥឡូវអាមិញយើង select យើង insert work ហើយសម្រាប់ master តែឥឡូវយើងចាប់ផ្ដើម update ហើយនឹង delete ថាវា work មិនដែរឥឡូវយើងចាប់ផ្ដើម update លេង update yes it work ហើយឥឡូវយើងសាក់មើលមកក្នុងទិន្នន័យរបស់យើងថាវាមិនដែរឃើញថាអាមិញ Alice របស់យើងប្រូទៅជា Alice update គឺវា work ហើយសម្រាប់ master របស់យើងឥឡូវយើងសាក់ delete add Bob មួយសិនតើមិនវិញវាក៏ work ដូចគ្នាឥឡូវយើងមើលដែរគឺយើងចាប់ផ្ដើមអូខេគឺវានៅសល់តែ Alice update មួយទេឥឡូវយើងចាប់ផ្ដើមមើល slow របស់យើងម្ដងតើវាមិនដែរនៅពេលដែលយើង update delete លើពួកហ្នឹងហើយឃើញថាវានៅសល់តែនៅពេល master update ឬ delete វានៅសល់តែទិន្នន័យចុងក្រោយដែល master មានទេហើយឥឡូវយើងចាប់ផ្ដើម insert ម្ដងទៀតយើងអាចសាក insert ម្ដងទៀតបើយើងចង់ដឹងមិញមកយើង insert ហើយបើវា work ឥឡូវយើងសាកម្ដងទៀតមើលថាវា work អត់គឺនៅតែអត់ work ដែរគឺវាធំត្រូវព្រោះសារ slow គឺអត់មានសិទ្ធិក្នុងការរាយចូលទៅក្នុងdata នៅក្នុង database ទេមានសិទ្ធិតែក្នុង select ទេឥឡូវយើងសាក update ថាវាមិនដែរវា error គឺ expected ហើយយើង expect ថាហ្នឹងគឺគាត់ជា error ហើយនេះគឺ delete តែវាមិនដែរyes គឺវានៅតែអត់ work ដែរព្រោះដោយសារតែ
ដោយសារតែដូចខ្ញុំនិយាយពីដើមគឺ slow គឺមានសិតតែក្នុងការ read តែប៉ុណ្ណោះ yes គឺមានតែប៉ុណ្្នឹង so ចាំមានថាការងាររបស់យើងគឺ master slow របស់យើងគឺ work ហើយ